សួស្តីអ្នកទាំងគ្នាថ្ងៃនេះមកជួបគ្នាជាមួយខ្ញុំនៅកម្មវិធី SketchUp ជាបន្តទៀតថ្ងៃនេះគឺខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងការគូរចរានេះតើយើងគូរបែបម៉េចឲ្យដូចទៅនឹងការសាងសង់នៅក្នុងការដ្ឋានខ្ញុំមាន detail មួយយកមកបង្ហាញទៅអ្នកទាំងគ្នាតាមរយៈដែលខ្ញុំ download ចេញមកពី Pinterest អ្នកទាំងគ្នាអាចមើល detail នេះបានហើយខ្ញុំអត់អាចថាគូរមិនដូច100%ទៅនឹង detail នៃព័ត៌មានដែលខ្ញុំ download មកនេះទេប៉ុន្តែខ្ញុំនឹងយកគំរូហើយនឹងយកលំនាំតាមនេះឲ្យបាន90%អូខេអញ្ចឹងខ្ញុំមក detail ចំពោះកាំជណ្ដើរដែលខ្ញុំគូរនេះបន្តិចអញ្ចឹងយើងដឹងហើយថាទាំងអស់នេះគឺជាសាច់បេតុងដែលយើងអត់ទាន់ចាក់ matrix ចូលដូចជាក្រូដូចជាអីផ្សេងៗអីទៀតនៅក្នុងនេះអញ្ចឹងយើងដឹងហើយថាកម្ពស់កាំជណ្ដើរខ្ញុំគូរធំ1 តឹក 7 ទេហើយកម្ពស់អឺថាសជាន់គឺខ្ញុំយក3 តឹកអូខេអញ្ចឹងគឺខ្ញុំយក detail នៃកាំជណ្ដើរខ្ញុំគឺប៉ុណ្ណាយើងដឹងហើយថាទាំងអស់នេះគឺជាសាច់បេតុងហើយជាទូទៅនៅក្នុងការដ្ឋានគឺ level នៃឥដ្ឋក្រូគឺយើងក្រាលពីលើហ្នឹងចំនួន5ហ៊ុនបន្តទៀតឥឡូវគឺខ្ញុំយកកម្ពស់កន្លែងនេះខ្ញុំគូរបែបនេះមួយខ្ញុំយកដៃតង់មកគូរហើយកន្លែងនេះខ្ញុំអត់ទាន់មានគ្រប់ចូលគ្នាទេអញ្ចឹងខ្ញុំសូមគូរកន្លែងនេះមួយដើម្បីទុក space កន្លែងហ្នឹងចោលខ្ញុំយកត្រឹម30ទេហើយ30នេះជាគេអ្នកទាំងគ្នាបើសិនជាបានមើល detail មិញហើយអូខេ30នេះគឺជាសាច់ស៊ីម៉ង់ត៍ដែលយើងលាយហើយយកចាក់មកលើបេតុងរបស់យើងអូខេអញ្ចឹងខ្ញុំសូមគូរហើយខ្ញុំសូមអូខេខ្ញុំសូមគោរពមួយចុះតាមមកទៀតដូចតែខ្ញុំ detail អត់ចង់ឲ្យវាមានចន្លោះវ៉ាវនៅកន្លែងហ្នឹងអញ្ចឹងគឺខ្ញុំធ្វើការ copy វាយកទៅដាក់តែអញ្ចឹងខ្ញុំ copy វាខ្ញុំកុន3មកខ្ញុំ enter អូខេអញ្ចឹងខ្ញុំបានសាច់បេតុងដែលយើងក្រាក់នៅក្នុងការដ្ឋានហ្នឹងខ្ញុំឧបមាថាបែបហ្នឹងចុះគឺយើងយកវា30ឬមួយក៏3ហ៊ុនទៅលើទៀតអូខេអញ្ចឹងខ្ញុំទុកអាហ្នឹង select ចំនួនប្រមាណហ្នឹងយកមកសិនមកហើយបន្តមកទៀតគឺខ្ញុំគ្រប់វាមួយអូខេអញ្ចឹងខ្ញុំ detail វាចំនួន4កាំនេះសិនកាំខាងលើនេះវាស៊ីជាមួយនឹងសាច់ក្រូខាងលើនេះអញ្ចឹងគឺខ្ញុំអត់ទាន់ detail វាទេអូខេបន្តមកទៀតគឺខ្ញុំសូមគូររែកតង់មួយទៀតមកតាមពិតទៅបើសិនបើអ្នកទាំងគ្នាគូរកាត់ដែរអត់ចាំបាច់ detail បែបហ្នឹងក៏បានដែរអញ្ចឹងខ្ញុំយកឡើងលើ20ទៀតមកហើយបន្តមកគឺខ្ញុំយកមកមុខនេះអូខេយកមកមុខនេះខ្ញុំយកមក40ចុះpush មកមុខនេះចំនួន40អូខេខ្ញុំ push 40មកដើម្បីឲ្យវាចេញបែបនេះអូខេអញ្ចឹងខ្ញុំសូមធ្វើការ make component នេះមួយអូខេខ្ញុំប្រើ make component គឺខ្ញុំអត់ប្រើ make គ្រប់ទេអញ្ចឹងខ្ញុំសូមអូខេខ្ញុំចុច Shift K មួយខ្ញុំ copy នៅខាងក្រោមនេះអញ្ចឹងខ្ញុំ copy មកហើយខ្ញុំចុចនេះមួយហើយខ្ញុំគុណនឹង3បន្តទៀតហើយអញ្ចឹងខ្ញុំទទួលបានថាសនៃយើងក្រាលឥដ្ឋក្រូឬមួយក៏ map ពីលើហ្នឹងហើយប៉ុន្តែខ្ញុំអត់ទាន់ចាក់ material ចូលទេអញ្ចឹងខ្ញុំនឹងទៅធ្វើការរក material នៅកន្លែងដើម្បីយកមកចាក់ទៀតអូខេអញ្ចឹងបន្តមកទៀតគឺខ្ញុំមាន detail នេះមួយគឺវាកម្ពស់វាមិញគឺ3ហ៊ុនអញ្ចឹងខ្ញុំគូរវាមួយសិនមកខ្ញុំគូរបិទពីលើនៃស៊ីម៉ង់ត៍ហ្នឹងអូខេខ្ញុំគូរវា3ហ៊ុនបែបនេះខ្ញុំគូរប៉ុណ្ណឹងសិនចុះហ្នឹងហើយតមកគឺខ្ញុំសូម move វាយកមកដាក់នៅមុខនេះអូខេអញ្ចឹងខ្ញុំធ្វើការ push វាមកក្រោយចំនួន20ខ្ញុំ push វាតែ20ទេហើយខ្ញុំតម្លាក់នេះខ្ញុំ Ctrl Z វិញខ្ញុំខ្ញុំតម្លាក់មកនេះ20ទៀតហើយនេះឬមួយក៏2ហ៊ុនបន្តមកអ្នកទាំងគ្នានឹងបានកម្មចលាបែបនេះហើយអញ្ចឹងអ្នកទាំងគ្នា make component ជាមួយខ្ញុំមកអូខេ create component មកហើយខ្ញុំ create បានបែបនេះអញ្ចឹងតមួយទៀតគឺខ្ញុំសូមធ្វើការ copy យកទៅលើបន្តអូខេខ្ញុំ copy នេះគុណមក3អូខេខ្ញុំបានទៅតាមកម្មចលារបស់ខ្ញុំទាំងអស់ហើយដែលវាមានលក្ខណៈបែបអញ្ចឹងណាអូខេ
អញ្ចឹងជាបន្តមកទៀតគឺខ្ញុំមានយើងអាចក្រាលឥដ្ឋក្រោលនៅខាងក្រោយនេះដែរអញ្ចឹងខ្ញុំគូរឥដ្ឋក្រោលខ្ញុំយករ៉ែកតោងនេះមកគូរមួយទៀតប៉ុន្តែក្រោលកន្លែងនេះជាទូទៅយើងអាចប្រើ20ក៏បានឬមួយក៏10ក៏បានដែរអញ្ចឹងខ្ញុំ push វាមកក្រៅ20ដែរចុះហើយបន្ទាប់មកចាំខ្ញុំ move បន្ថែមទៀតអូខេខ្ញុំ make comment នៅកន្លែងនេះមួយដែរអញ្ចឹងបន្ទាប់ពីយើងយកវាចេញមកក្រៅ20ហើយអញ្ចឹងអត់មានចន្លោះប្រហោងកន្លែងនេះទេឃើញទេអូខេអញ្ចឹងបើអត់មានចន្លោះប្រហោងកន្លែងនេះទេគឺខ្ញុំសុំនៅការគ្រប់ select លើយកទាំងអស់ហ្នឹងហើយគ្រប់វាបញ្ចូលគ្នាអូខេ sorry ខ្ញុំគ្រប់តមកគឺខ្ញុំ move វាចេញមកក្រៅមួយទៀតហើយបន្តមកទៀតអ្នកទាំងអស់គ្នាមើលឃើញនៅកន្លែងនេះវាអត់ស្មើគ្នាទេអូខេហើយខ្ញុំគ្រប់នេះសិនអញ្ចឹងបើវាអត់ស្មើខ្ញុំ move អានេះមកតែមួយទេហើយឥឡូវលើវាមកដែរដោយសារតែខ្ញុំប្រើប្រាស់ជាមួយនឹង component អញ្ចឹងវាមកទាំងអស់ហើយអូខេអញ្ចឹងកន្លែងឥដ្ឋក្រោលកន្លែងនេះគឺខ្ញុំ move វាយកទៅដាក់ទៅលើដែរគឺខ្ញុំអត់ទុកនៅហ្នឹងទេអូខេខ្ញុំ wait sorry អញ្ចឹងខ្ញុំmove ខ្ញុំចាប់ខាងនេះខ្ញុំ control 1ខ្ញុំចុច Shift K មួយមកដើម្បីមើលឈ្មោះខាងក្នុងអញ្ចឹងឈ្មោះខាងក្នុងនៅទាំងនេះអូខេឈ្មោះខាងក្នុងនៅទាំងនេះអញ្ចឹងខ្ញុំធ្វើការគុណវា3មកតមកយើងបានអត់ក្រោលមក3ខ្ញុំចុច Shift K មួយវានឹងបានទៀតបានដែរអូខេយើងបានវាហើយអញ្ចឹងយើងអាចធ្វើការគ្រប់វាចូលគ្នាមកកន្លែងណាដូចគ្នាយើងអាចគ្រប់វាចូលគ្នាមកអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងអាចនិយាយថាបាន3គ្រប់ហើយវាមានចន្លោះកន្លែងនេះសម្រាប់ឲ្យយើងភ្ជាប់ជាមួយនឹង LED ដែរអូខេឥឡូវគឺខ្ញុំបានគូរកម្មចល័តហ្នឹងហើយបន្តមកទៀតគឺខ្ញុំទៅរក material ខ្ញុំចាក់ហើយខ្ញុំទៅរកនៅក្នុងwebsite មួយដែលមានឈ្មោះថា Designer Heaven អញ្ចឹងអ្នកនរគ្នាអាចទៅប្រើបាន website នេះគឺវាមាន material យ៉ាងច្រើននៅក្នុងនេះវាមានដបូលវាមានអីផ្សេងៗទៀតគឺអ្នកនរគ្នាអាចទៅមើលបន្ថែមបានអញ្ចឹងណាអូខេអញ្ចឹងឥឡូវគឺខ្ញុំយកពាក្យ stone នេះហើយខ្ញុំចង់ប្រើប្រាស់ជាមួយនឹងមើលសិនអូខេអូខេខ្ញុំសាកប្រើជាមួយនឹងmaterial ពណ៌មួយនេះចុះព្រោះខ្ញុំអញ្ចឹងខ្ញុំធ្វើការ download មកហើយយើងទៅរកកន្លែងដែលយើងដាក់ហើយអញ្ចឹងនៅពេលដែលខ្ញុំយកមកទុកនៅកន្លែងនេះចុះចឹងអ្នកទាំងគ្នាអាចទៅតេស្តបាននៅក្នុង website ហ្នឹងអញ្ចឹងខ្ញុំធ្វើការចាក់ color ចូលសិនខ្ញុំចាក់ color ចូលកន្លែងដែលខ្ញុំចាក់សិនខ្ញុំចាក់បែបនេះអូខេអញ្ចឹងបន្តមកទៀតខ្ញុំចូលមកការ edit ហើយខ្ញុំយកទៅឲ្យ merge យកមកចាក់ចូលអញ្ចឹងខ្ញុំចាក់ចូលទៅខ្ញុំបាន material នៃកម្មចល័តរបស់យើងគឺវាមានលក្ខណៈបែបនេះចឹងនៅពេលដែលអ្នកនរគ្នាចាក់ material ចូលហើយបើសិនបើមើលទៅឃើញថាវានៅស្នាមឆូតឬមួយក៏ហើយនៅក្នុង material នេះវាមានស្នាមចឹងអ្នកនរគ្នាអាចមកសេរី scale នៅខាងស្ដាំដៃនៅកន្លែងនេះបានបន្ថែមចឹងវាមានទទឹងបដោយនៅកន្លែងនេះសម្រាប់សេរី scale បន្ថែមអូខេអញ្ចឹងឥឡូវគឺខ្ញុំបាន detail ជាមួយនឹងកម្មចល័តនេះរួចហើយបន្តមកទៀតបើសិនបើខ្ញុំចង់យកអានេះលយមកមុខបន្ថែមទៀតអញ្ចឹងខ្ញុំគ្រាន់តែ push វាមកមុខបន្ថែមទៀតទៅខ្ញុំចង់បានវាមកតាក់មកមុខឬមួយក៏មកតាក់កន្លះអញ្ចឹងខ្ញុំយកវាមកតាក់មកមុខអូខេ800ទៅយកវាមកតែមកតាក់ទៀតទៅបានហើយអញ្ចឹងខ្ញុំ push អានេះមកតាក់ដែរមកហើយអញ្ចឹងខ្ញុំ push បែបហ្នឹងទៅវាជាការស្រេចហើយហើយបន្តមកកន្លែងនេះគឺខ្ញុំអាចdesign ដាក់មានដើមឈើមានអីបន្ថែមទៀតអញ្ចឹងណាវីដេអូរបស់ខ្ញុំនៃការគូរកម្មចល័តនេះគឺខ្ញុំមានតែប៉ុណ្ណេះទេអញ្ចឹងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗជាបន្តទៀតពាក់ព័ន្ធជាមួយនឹងកម្មវិធី SketchUp និងការគូរប្លង់ជាបន្តទៀត